មានបងប្អូនជាច្រើនក៏សំណូមពរខ្ញុំធ្វើម៉ាស់បាត់ជាប់តែខ្ញុំរកខមមិនពួកគាត់អត់ឃើញនេះគឺជាប់ស្នាមអាចរយគ្រប់ប្រភេទបងប្អូនម៉ាស់នេះគឺល្អខ្លាំងបងប្អូនយកបិចយកសភៅកាត់ទុកណាបងប្អូនឬក៏សៀទុកមើលបងប្អូនអ្នកដែលអត់ជាប់ក៏ប្រើបានមកកាន់តែស្រស់ស្អាតបងប្អូនពិសេសខ្លាំងមែនទែនរូបមន្តនេះគឺខ្ញុំទៅតែស្រាវជ្រាវឃើញបិទភ្លាមមុខឡងភ្លឺថ្លាមាត់រលោងភ្លាមហ្មងបងប្អូនធ្វើដាក់ទូទឹកកកឲ្យប្រើរាល់ថ្ងៃស្អាតខ្លាំងបងប្អូនអើយខ្ញុំស្រឡាញ់ណាក្លិនវាក៏ឈ្ងុយដែរចង់តែញ៉ាំទេម៉ាស់នេះគឺផ្ដោតសំខាន់លើជាំក្រាស់គឺជាំធ្ងន់ធ្ងរហ្មងបងប្អូនជាំដោយសារកម្ដៅថ្ងៃមុខខ្មៅស្អាតអត់សភ្លឺថ្លាអីគឺម៉ាស់នេះប្រកែណាស់បងប្អូនអើយជាពិសេសជួយផ្ចិតរុនរោមបឺតជាំបឺតកម្ដៅបានល្អបងប្អូនធ្វើមកកន្លទុកទៅណាជាពិសេសបិទឲ្យគឺស្រឡាញ់មុខខ្លួនឯងខ្លាំងមែនតើបើមិនល្អគឺខ្ញុំអត់ចេញវីដេអូដាច់ខាតរូបមន្តណាអត់ល្អគឺខ្ញុំលុបចោលហើយវីដេអូដែលខ្ញុំថតទុកព្រោះអីទោះចែករំលែកមែនតែបងប្អូនយកទៅប្រើបានផលយើងមានអង្ករមកក្តាប់អង្ករញ៉ាំបាយយើងនឹងយកអង្ករអីក៏បានបើបានកាម៉ាលីដល់តែល្អពួកអង្ករយកមកលាងទឹកឲ្យស្អាតណាបងប្អូនលាងទឹកឲ្យស្អាតគ្រឿងផ្សំទី2គឺយើងមានដំឡូងបារាំងយើងយកមកចំហៀងបានហើយនឹងចេកបងប្អូនចេកទុំយើងយកមកផ្លែមកវិធីព្យាបាលជាំគឺអត់មានអីក្រៅពីអង្ករដំឡូងបារាំងចេកនឹងទេគឺល្អបំផុតលើសគេហ្មងបងប្អូនយកអង្ករមកដាំវាឲ្យពុះហើយចាំដាក់ចេកពោតនិងដំឡូងបារាំងចូលស្ងោរវាមួយសន្ទុះចំពោះអង្ករមិនបាច់រីកពេកទេបងប្អូនគឺប៉ុណ្្នេះបានហើយរីកគ្រាប់ប៉ុណ្្នឹងបានហើយណាទៅវាមានវីតាមីនបានល្អជួយព្យាបាលមុខយើងបានល្អកាលណាដាក់ឆ្អិនពេកគឺវាលែងមានវីតាមីនហើយបងប្អូនស្ងោរវាឲ្យរីកប៉ុណ្្នឹងយើងដួសតែកាកវាមកហើយដាក់ក្នុងម៉ាស៊ីនក្លុកណាបងប្អូនបន្ទាប់មកគឺយើងមានទឹកដោះគោស្រស់ទឹកដោះគោអីក៏បានហើយនឹងប្រេងដូងខ្ញុំមានប្រេងដូងត្រជាក់បងប្អូនចង់បានអាចកំងខ្ញុំបានណាមាន10តូចនិង10ធំបងប្អូនប្រេងដូងត្រជាក់គឺមានអត្ថប្រយោជន៍ច្រើនអាចយកទៅ remove make up ក៏បានយកទៅញ៉ាំដើម្បីជួយសុខភាពក៏បានដែរបងប្អូនជាពិសេសយកទៅធ្វើ scrub និងយកទៅធ្វើម៉ាស់ណាបងប្អូនចង់បានប្រេងដូងត្រជាក់ឆាតចូល page ណាបងប្អូនចំពោះប្រេងដូងបងប្អូនដាក់ក្តៅក៏បានត្រជាក់ក៏បានតែខ្ញុំមានតែត្រជាក់ខ្ញុំដាក់ត្រជាក់ចំនួន1ស្លាបព្រាបាយកុំដាក់ច្រើនពេកបងប្អូនបើដាក់ច្រើនពេកអ្នកមានមុខមុនគឺយើងប្រើអត់ត្រូវទេអ្នកមានមុនហាមដាក់ប្រេងដូងណាតែបើអ្នកអត់មានមុនទេអាចដាក់ប្រេងដូងបានវាជួយផ្ដល់សំណើមដល់ស្បែកមុខយើងដាក់តែ1ស្លាបព្រាទេកុំដាក់ច្រើនទឹកបបរមិញគឺយើងអត់ដាក់ឯណាបងប្អូនយើងយកទៅកាហាំយើងដាក់ម៉ាស៊ីនទឹកក្លុកបងប្អូនឃើញខ្ញុំលើករោផឹកឯងគឺវាឈ្ងុយមែនតើកិនហើយកន្លុកហើយគឺឈ្ងុយចង់តែដាក់មួយម៉ាត់ទេបងប្អូនព្រោះឲ្យទឹកដោះគោកូនខ្ញុំឈ្ងុយហើយលួចគ្នាបានមកកំប៉ុងខ្ញុំមកធ្វើម៉ាស់ហើយបងប្អូនកិនវាឲ្យម៉ាត់កន្លុកវាមួយកត្រង់បែបនេះទៅយើងបិទទៅបានម៉ាស់ម៉ាត់ល្អហើយយើងវាចូលស្បែកមុខបានល្អហើយស្រឡាញ់សាច់ម៉ាស់ខ្លាំងមែនទែនបើបងប្អូនអត់មានម៉ាស៊ីនកន្លុកទេបងប្អូនអាចស្ងោរវាឲ្យរលួយយើងប៉ាន់មួយកត្រង់បែបនេះតែយកល្អមានម៉ាស៊ីនកន្លុកល្អជាងបងប្អូនវាម៉ាត់ល្អហើយវាចេញជាតិពីអង្ករដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើឆ្អិនពេកគឺអស់ហើយវីតាមីនតែបើអង្ករបងប្អូនធ្វើអត់រីកទេគឺបងប្អូនប៉ាន់អត់បាយទេម៉ាស៊ីនទឹកកន្លុកគួរតែមានម្នាក់មួយបងប្អូនព្រោះអីមានភ្លើងប្រើគ្រប់គ្នាអស់ហើយទាំងបណ្ដាខេត្តទាំងទីក្រុងអញ្ចឹងយើងត្រូវតែទិញមួយទុកប្រើទៅទុកធ្វើម៉ាស់ខ្លួនឯងវាមិនថ្លៃទេឥឡូវវាមានរបស់ធូរថ្លៃស្រួលប្រើដែរព្រោះយើងប្រើធ្វើម៉ាស់ធ្វើអីវាល្អជាងអញ្ចឹងណាតបមកយើងដាក់ក្នុងកន្លកែវអញ្ចឹងទៅបងប្អូនហើយខ្លះសេអត់ត្រជាក់ទៅចាំយើងបិទមុខខ្ញុំចូលចិត្តបិទក្រាស់អញ្ចឹងបងប្អូនបិទឲ្យក្រាស់ហើយទុក20នាទីទៅ25នាទីបងប្អូនលាងមុខចេញបើមិនស្អាតទេខ្ញុំឲ្យមកវាយខ្ញុំដល់ផ្ទះខ្ញុំនិយាយមែនណារូបមន្តនេះគឺល្អខ្លាំងនេះចង់តែដាក់ចូលក្នុងមាត់ទេនិយាយមែនជាពិសេសអ្នកជាំក្រាស់ជាំធ្ងន់ធ្ងរបងប្អូនប្រើទៅបិទបានរាល់ថ្ងៃមុខបងនឹងបានទទួលមុខសមាត់តឹងរលោងក្មេងជាងវ័យខ្លាំងមែនតើកុំភ្លេចធ្វើសាកទាំងអស់គ្នាណាបងប្អូនអត់ចំណាយលុយច្រើនទេនេះប៉ុណ្ណេះបិទបានមួយខែដែរនេះតែមិនបាច់ទុកដល់មួយខែទេបងប្អូនត្រូវធ្វើតិចទៅបានហើយបងប្អូន